ការអប់រំសុជីវធម៌សម្រាប់កុមារចំណងជើងខ្ញុំត្រូវធ្វើជាពលរដ្ឋគំរូសៀវភៅនេះសម្រាប់កុមារអាយុចាប់ពី3ឆ្នាំរហូតដល់7ឆ្នាំមិនត្រូវចោលសម្រាមផ្ដេសផ្ដាសមានកុមារតូចៗជាច្រើនឲ្យតែមិននៅក្នុងផ្ទះក៏ភ្លេចខ្លួនក្នុងការរក្សានូវទម្លាប់អនាម័យនិងការថែទាំបរិស្ថានស្អាតជាការពិតទៅមិនថាតែនៅផ្ទះឬនៅទីសាធារណៈទេពួកយើងត្រូវតែចងចាំថាមិនត្រូវបោះចោលសម្រាមផ្ដេសផ្ដាសនោះឡើយដើម្បីឲ្យមានមនុស្សគ្រប់គ្នាបានរស់នៅក្នុងបរិស្ថានមួយដែលស្អាតគ្មានសម្រាមត្រូវចេះធ្វើការបែងចែកសម្រាមរាល់សម្រាមដែលយើងបោះចោលត្រូវធ្វើការវេចខ្ចប់ជាមុននឹងបោះវាចូលទៅក្នុងធុងសម្រាមធ្វើបែបនេះនៅពេលដែលកម្មករប្រមូលសម្រាមមកយកនឹងមិនជ្រុះរាយប៉ាយធ្វើឲ្យប្រឡាក់ប្រឡូសនិងមិនជ្រះក្លិនមិនល្អដល់បរិស្ថានរស់នៅក្រៅពីនោះសម្រាមណាដែលអាចយកទៅកែច្នៃវិញបានគួរតែច្រកផ្សេងដើម្បីងាយស្រួលដល់កម្មករប្រមូលសម្រាមបែងចែកប្រភេទសម្រាមមិនខាកស្ដោះផ្ដេសផ្ដាសបងប្អូនកុមារតូចៗតើបងប្អូនមានអារម្មណ៍បែបណានៅពេលឃើញអ្នកណាម្នាក់ស្ដោះទឹកមាត់ឬនោមផ្ដេសផ្ដាសនៅតាមដងផ្លូវទង្វើទាំងអស់នេះមិនត្រឹមតែបំផ្លាញអនាម័យក្នុងបរិស្ថានថែមទាំងបង្កការចម្លងរោគបំផ្លាញសុខភាពថែមទៀតផងចំណែកឯការនោមនៅទីសាធារណៈជាទង្វើគួរឲ្យខ្មាស់អៀននិងមិនមានភាពថ្លៃថ្នូរទេមិនត្រូវនោមនៅក្នុងអាងហែលទឹកនៅតាមក្លឹបហាត់ប្រាណឬនៅក្នុងរមណីយដ្ឋានណាមួយគឺជាទីកន្លែងសាធារណៈសម្រាប់ការហាត់ប្រាណនិងការកម្សាន្តហើយដើម្បីចូលរួមថែរក្សាសុខភាពនិងអនាម័យដល់មនុស្សគ្រប់គ្នាយើងត្រូវរួមគ្នាជួយថែរក្សាអាងហែលទឹកឲ្យបានស្អាតបើរាន់នោមនៅពេលកំពុងហែលទឹកត្រូវតែឡើងពីទឹកទៅរកបន្ទប់ទឹកដែលនៅក្បែរនោះមិនត្រូវនោមនៅក្នុងអាងទឹកជាដាច់ខាតធ្វើការបត់ដៃបត់ជើងរួចត្រូវចុចទឹកមិនថាតែនៅផ្ទះឬនៅបន្ទប់ទឹកសាធារណៈនោះទេក្រោយពីធ្វើការបន្ទោបង់រួចត្រូវតែចុចទឹកនិងធ្វើការសម្អាតឲ្យបានស្អាតសម្រាប់អ្នកដែលគេប្រើប្រាស់បន្ទាប់ពីយើងទង្វើបែបនេះមិនត្រឹមតែជាទង្វើល្អទេក៏ជាសុជីវធម៌ដ៏ល្អមួយផងដែរក្រៅពីនោះបន្ទាប់ពីចេញពីបង្គន់ហើយកុំភ្លេចទម្លាប់លាងសម្អាតដៃគ្រប់ពេលវេលាផង